Shobha
តើព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឬក៏ជាសាសនារបស់ឯកជនបងប្អូនព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋគឺឬក៏ជារបស់ឯកជនហ្នឹងហើយសម្រាប់ប្រទេសកម្ពុជាយើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះជាបរដ្ឋគ្រប់វ័យទាំងអស់ទាំងបឋមវ័យទាំងមជ្ឈិមវ័យទាំងបច្ឆិមវ័យហ្នឹងគឺត្រូវតែ
យល់ដឹងថាតើពុទ្ធសាសនាមានអត្តន័យខ្លឹមសារបែបណាហើយក្នុងបុណ្យធំសំខាន់នោះមានអីខ្លះអានឹងត្រូវសិក្សាត្រូវតែឲ្យបានដឹងចំណុចនេះហើយមុននឹងឈានដល់អត្តន័យហ្នឹងអាត្មាចង់លើកជាសំណួរសួរថាតើព្រះពុទ្ធសាសនាកំពុងតែដើរទៅមុខឬក៏ដើរថយក្រោយណែអាមុខនេះថាថយក្រោយអាក្រោយថាទៅមុខហើយទៅណាវិញតើព្រះពុទ្ធសាសនាកំពុងដើរទៅមុខឬកំពុងដើរថយក្រោយកំពុងដើរទៅមុខព្រោះអីព្រោះអាយុកាលពុទ្ធសាសនាក្នុងអាណត្តិព្រះសមណគោតមនឹងមានប្រមាណឆ្នាំអាយុកាលពុទ្ធសាសនាមានប្រមាណឆ្នាំគឺ5000ឆ្នាំបច្ចុប្បន្ននេះបានប្រមាណឆ្នាំហើយបានប្រមាណឆ្នាំហើយបងប្អូនហ្នឹងអាហ្នឹងមកគេឲ្យរៀនហ្នឹងដល់ពេលសួរទៅមើលទៅមុខលោកគ្រូណែឥឡូវបាន2561ឆ្នាំហ្នឹងពុទ្ធសករាជ2561អញ្ចឹងនៅប្រហែលទៀតណាទាំងអស់5000អញ្ចឹងបាន2000ជាងហើយនៅ2000ជាងទៀតនៅ2000ជាងទៀតបានគ្រប់5000ព្រះពោសាអញ្ចឹងបានពុទ្ធសាសនានៅទៅមុខអញ្ចឹងប៉ុន្តែសំណួរសួរបន្តមកទៀតថាតើអ្នករាប់អានពុទ្ធសាសនាអ្នកបដិបត្តិពុទ្ធសាសនាបច្ចុប្បន្ននៅស្រុកខ្មែរយើងហ្នឹងអ្នកគោរពបដិបត្តិពុទ្ធសាសនាបច្ចុប្បន្នកំពុងតែដើរទៅមុខឬកំពុងថយក្រោយបើយោងតាមការសង្កេតតល់កំពុងតែដើរថយក្រោយព្រោះអីព្រោះម្នាក់គាត់អត់សូវបានយកចិត្តទុកដាក់ទៅនឹងធម៌អាទៅនឹងខ្លឹមសារធម៌ពុទ្ធទេកណ្ដាហើយមានហេរិអតបៈអីក៏តិចតួចនោះច្រើនតែមានហិង្សាក្នុងខ្លួនច្រើនតែមានគំនុំអាឃាតអត់សូវមានអំណត់អត់ធន់អីទេអញ្ចឹងមានន័យថាខ្លឹមសារពុទ្ធនឹងអត់សូវបានមកស្ថិតក្នុងបេះដូងរបស់គាត់ទេហ្នឹងហើយជួនកាលមកវត្តហ្នឹងមិនមែនមកដោយបន់ទៅទៀតមកមើលតែហ៊ានផ្លេចភ្លាកអត់មានអ្នកណានៅលួចក្តិតមីក្រូលោកទៀតលួចតាំងពីក្តិតមីក្រូលោកម្សិលលួចផ្លែឈើលោកលួចនេះលួចនោះអាហ្នឹងអញ្ចឹងបានសូមឲ្យបងប្អូនទៀមព្យាយាមដើម្បីសិក្សារៀនសូត្រធម៌ពុទ្ធខ្លះគឺដើម្បីបណ្ដុះគុណធម៌ព្រោះបងប្អូននៅក្មេងអញ្ចឹងចាំបាច់ណាស់ដែលត្រូវបណ្ដុះគុណធម៌ពីព្រោះបងប្អូនគ្រប់រូបវានឹងធ្វើដំណើរទៅកាន់វ័យចាស់ហ្នឹងហើយបន្តិចទៀតក៏នឹងคล้ายទៅជាប្តីគេคล้ายទៅជាប្រពន្ធគេមែនទេបងប្អូនអត់មែនហ្នឹងមែនអត់ហ្នឹងហើយដល់ទៅមានប្តីមានប្រពន្ធនឹងមានកូនណាហើយដល់មានកូនទៅคล้ายជាម៉ែរបស់គេคล้ายទៅជាឪរបស់គេហើយដល់ពេលយូរទៅកូនយើងក៏មានប្តីមានប្រពន្ធទៀតទៅក៏មានកូនតគ្នាទៅយើងក៏មានចៅអញ្ចឹងពេលនោះក៏យើងคล้ายទៅជាយាយរបស់គេคล้ายទៅជាតារបស់គេហើយដល់ពេលងាប់ទៅក៏คล้ายទៅជាខ្មោចយាយគេខ្មោចតាគេអញ្ចឹងមែនឬមែនអញ្ចឹងដំណើរជីវិតរបស់មនុស្សយើងគ្រប់រូបគឺនឹងឈានទៅដល់ចំណុចហ្នឹងអញ្ចឹងបើយើងអត់ចេះអីសោះពីក្មេងទៅទេដល់ពេលចាស់ទៅគឺពិបាករៀនមើលលោកយាយខ្លះគាត់សូត្រយ៉ាងកេញអត់ចប់ផងហើយមិនត្រឹមតែមិនចប់ទេគឺអត់ត្រូវទៅទៀតឧទាហរណ៍ថាយ៉ាងកេញចេកុសលកម្មੰគាត់មិនថាចេកុសលកម្មੰទេគាត់ថាចេកុចកកម្មੰយ៉ាងកេញចេកុចកកម្មੰចឹងវាទៅចេកុចកកម្មੰអត់ទៅអញ្ចឹងវាគឺដោយសារអីដោយសារគាត់អត់បានរៀនពីតូចទៅពីក្មេងទៅអញ្ចឹងបងប្អូនក៏អញ្ចឹងដែរបើសិនជាអត់បានរៀនក៏ដូចតែគាត់អញ្ចឹងមិនខុសពីគាត់ទេហ្នឹងហើយឥឡូវនិយាយពីមគ្គបណ្ណមីវិញ
miệng khẽ pon là mấy cứ chỉ ngày bệnh bò rồi mày đọc ram cát khai mì hay nôngประกาศสังขารมากรณีเลือกลางสังขารไปโปรตุเกสเอาประกาศนาองเซนเซบันต่อพ้องโลกบานเลือกแถบประกาศในการล้างในไงดอกปรามการแขมีนั่งมีใบทอมทอมตีมุ้ยคือจะตัวรองกับสันบาทไปจุ่มซ่องโดยประกอบด้วยองบุญนั่นแหละเรียนจันเป็นวงเรียนปีเขามาปันปีโรยฮาได้ในบวนมานึ่งอัดบานนัดนี้ให้ปีเขาถึงออกนู้อัดเมียนออกหน้าจีสาวตาอัดเมียนออกหน้าจีปัดถอยจวนนึ่งสัตย์จีประหอนถึงออกได้มาจุบจุ่มนี้เอาเป็นเมียนการนัดนั่งไงchẳng hay bàn lâu kháo thái chạ tổ rong cái son bát cứ phải chôm sóng đểประกอบដោយអង្គ4នឹងទី1ទី2គឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅឱវាទបដិមោក្ខឱវាទបដិមោក្ខនោះគឺមានពាក្យថាសัพពតាបស្សអករណังគឺហាមមិនឲ្យសត្វលោកនឹងធ្វើអំពើបាបទី2កុសលសោបសម្បទាឲ្យសត្វលោកនឹងធ្វើអំពើល្អទី3សច្ចតបរិយោតបណ្ណាំងគឺឲ្យសត្វលោកនឹងជំរាបចិត្តរបស់ខ្លួននឹងឲ្យផោផង់នឹងចំណុចទី2ចំណុចទី3គឺជាព្រឹត្តិការណ៍ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនឹងព្រះអង្គដាក់នៅបជនមាយុសង្ខារចំពោះមុខមាថាម្នេះតទៅនៅប្រមាណរាប់ពីខែនេះទៅដល់15កើតខែពិសាខប្រមាណខែឥឡូវខែមេហើយប្រគុណចែតណានៅតែ3ខែទៀតទេតថាគតនឹងចូលកាន់អនុបាតិសេសៈបរិនិព្វានមានន័យថាប្រកាសចំពោះមុខមាថាមិនយូរទេ3ខែទៀតតថាគតបរិនិព្វានហើយនឹងគឺព្រះអង្គប្រកាសថ្ងៃ15កើតខែមេនេះឯងអញ្ចឹងនេះជាព្រឹត្តិការណ៍ដែលធ្វើឲ្យយើងទាំងអស់គ្នាជាពុទ្ធសាសនិកពុទ្ធសាសនិកាបាសកបាសិកាលោកយាយលោកតាហើយនឹងយុវជនយុវតីកុមារាកុមារីសិស្សានុសិស្សមន្ត្រីរាជការទាំងអស់ដែលចាត់ទុកថាពុទ្ធសាសនាជាសាសនារបស់រដ្ឋគឺយើងប្រារព្ធកម្មវិធីមគ្គបូជានឹងបងប្អូនចាំតែព្រឹត្តិការណ៍ប្រមាណយ៉ាងដែលយើងប្រារព្ធនៅក្នុងថ្ងៃមគ្គបូជានឹងបានយ៉ាង3យ៉ាងទី1គឺជាថ្ងៃដែលប្រជុំសង្ឃជុំហើយមានតែម្ដងទេប្រជុំសង្ឃក្នុងសម័យពុទ្ធកាលហ្នឹងដែលហៅថាចតុរង្គសន្និបាតគឺប្រជុំសង្ឃដែលប្រកបដោយអង្គ4ហើយទី2គឺសម្ដែងឱវាទបដិមោក្ខហើយទី3ព្រះពុទ្ធដាក់នៅបជនមាយុសង្ខារហើយចំណុចទាំងអស់នេះអាចប្រឡងចេញព្រោះអាចប្រឡងចេញពីព្រោះវាជាបុណ្យជាតិអញ្ចឹងឆ្នាំមុនអីមានចេញបងប្អូនខ្លះអត់ដឹងថាតើមគ្គបូជាហ្នឹងគេប្រពដើម្បីអីហើយប្រពចំពោះព្រឹត្តិការណ៍បែបណាដែលកើតមាននៅក្នុងសម័យមុននោះហ្នឹងហើយអញ្ចឹងខ្ញុំប្រកាសអាត្មាក៏នឹងផ្ដល់ជាទស្សនៈទាននៅក្នុងការជួបជុំបងប្អូនប៉ុណ្ណឹងហើយសូមជូនពរប្រគេនពរដល់ប្រកាសណាគ្រប់ព្រះអង្គនិងបងប្អូនសិស្សានុសិស្សវិទ្យាល័យអនុវិទ្យាល័យឈ្នួមានជ័យហើយនឹងបងប្អូនសិស្សានុសិស្សជុំវិញវត្តប្រាសាទស្រះកណ្ដាលសូមបានជោគជ័យគ្រប់ភារកិច្ចជាពិសេសសូមបានជោគជ័យនៅក្នុងការសិក្សាគ្រប់គ្នាសូមអនុមោទនាមួយលើនឹងសូមធ្វើការគោរពនមស្ការចំពោះព្រះគ្រូមហាធម្មលង្ការោចន្ទជនដែលជាព្រះគ្រូចាតិកាវត្តប្រាសាទស្រះកណ្ដាលចាស់នមស្ការព្រះគ្រូចំពោះព្រះគ្រូពេជ្ររឿននមស្ការចំពោះព្រះគ្រូពុទ្ធរហុលហើយនឹងនមស្ការចំពោះព្រះធេរានុធេរៈគ្រប់ព្រះអង្គធ្វើការរាប់អានចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គនៅវត្តប្រាសាទស្រះកណ្ដាលចាស់ហើយនឹងបានចម្រើនពរមកដល់បងប្អូនជាយុវសិស្សនៅឈ្នួមានជ័យយើងហើយនឹងនៅភូមិចាស់យើងផងដែរភូមិជាពិសេសពុទ្ធបរិស័ទ
អូនជាកូនសិស្សនឹងឯងមកពីឈ្នួតែម្ដងឈ្នួមានជ័យក្នុងថ្ងៃនេះខ្ញុំកណាធម៌ភាពក៏មិនបានជានិយាយអីបានវិញឆ្ងាយទេនៅក្នុងដែលបានឃើញបងប្អូនមកដល់វត្តប្រាសាទស្រះកណ្ដាស់ចាស់នេះហើយក៏មានចិត្តមួយហៅថារីករាយសប្បាយចិត្តព្រោះដោយឃើញបងប្អូនកំពុងតែយល់ដឹងក្នុងផ្នែកពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដូចជាសាសនាមួយដែលធ្វើឲ្យយើងទាំងអស់គ្នានឹងគឺបានស្ងប់ចិត្តណាស្ងប់ចិត្តនៅអ្វីស្ងប់ចិត្តនៅសេចក្តីហៅថាអន្ទះអន្ទែងក្តៅក្រហល់ក្រហាយនៅផ្លូវចិត្តគឺពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធគឺធ្វើឲ្យសត្វនឹងមានស្ងប់ចិត្តនៅការចំណែនស្ងប់ចិត្តនៅការនិន្ទាស្ងប់ចិត្តមិនអោយមានហៅថាការនិយាយអាក្រក់ទៅលើគ្នានឹងគ្នាហើយទ្រឹស្ដីនៃព្រះសម្មាសម្ពុទ្ធព្រះអង្គបានទ្រង់សម្ដែងឲ្យថាមិនអោយសត្វលោកនឹងឯងធ្វើបាបទាំងឡាយទាំងពួងឲ្យសត្វលោកនឹងឯងចេះធ្វើសេចក្តីល្អគ្រប់យ៉ាងដោយបងប្អូនមកថ្ងៃនេះគឺសិតតែជាអ្នកសន្សំនៅសេចក្តីល្អហើយឲ្យជំរះចិត្តសន្តានរបស់ខ្លួនព្រោះថាយើងទាំងអស់គ្នានេះមិនមែននៅវ័យតែប៉ុណ្្នឹងទេតែងតែវិវត្តដោយព្រះគ្រូបានមានសង្ឃដីកាមិញថាហើយថាយើងមិនមែននៅតែភាពប៉ុណ្្នឹងទេណាវ័យប៉ុណ្្នឹងទេយើងត្រូវមានក្រុមគ្រួសារយើងត្រូវមានចៅមានកូនជាដើមដូច្នេះអ្វីដែលយើងត្រូវធ្វើទុកឲ្យហើយនោះគឺសេចក្តីល្អនឹងឯងសូមអនុមោទនីវន្ប្រសាទស្រះអើយកណ្ដាលហៅខ្ចាស់សម្រស់ព្រឹមព្រៃរៀបចំពុទ្ធឋានគ្រប់ឋានលោកីមនុស្សសួអសុរីល្បីពេញស្រុកខ្មែរមានគ្រប់សួនច្បាងមានឈើធ្វើផ្កាមានទាំងឈើផ្លែមានទឹកមានត្រីមានស្រះមានស្រែបងកាបន្លែថែទួនសុខភាពមានចំនួនសង្ឃសូត្រង់សិលត្រង់រុំទុំរយរៀមស្លៀកពាក់សមរម្យអនាម័យជ្រុលជ្រាមរួងមានរបៀបថ្លៃថ្នូរពេកក្រៃព្រះគ្រូចៅអធិការធម្មាលង្ការរមានស្នាដៃគ្រប់គ្រងព្រះសង្ឃ173អង្គល្អប្រពៃតាមពុទ្ធបិតាសូមអនុមោទនាហើយនេះគឺជាបទទិដ្ឋភាពនៃវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ហើយជាកិច្ចបន្តទៀតសូមព្រះអង្គគ្រូមានកម្មវិធីយ៉ាងណាទៀតហើយបទក្រោយភូមិធัวភូមិសុខណាអ្នកសូមកាសពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គសូមកាសអនុញ្ញាតពីលោកម្ចាស់គ្រូព្រះមហាធម្មលង្ការោ
จันทร์สุจุนจีคือครูเจ้าอธิการวัดประสาทสระกนาขจ้าส่งการอนุญาตปีบังครูสัจจาระขะเตาสินสุจุมจีผู้หุโสดเชวงขนมวัดมาสกาจปูบังครูปุตริฮลได้ชีครูมหัดบังเรียนอบรมกรมสารทอขนมวัดประสาทสระกนาขจ้าส่งเพื่อสาสะพีบจำรันโปดาปนปอนเสสาเนสยุชนยุไตกรบคณีได้กำปงตะเมียนวัดตะเมียนในขนมอุปทานสลาในขนมเรซิลดาซัมคูนิโดยได้ปนทั้งอบบานจรีปีอัดทนายคลำซาได้ฟังครูเลิกลายขังดามจบจะตรงชีมวยหนึ่งติวีมีขบจีหรือยังเฮาทาบอลมีขบจีนี่ทั้งไงขังมุกจำปงมีขบจีนี่ชนำนี้คือยังรอเมาส์คือเนื้อสาประมาณตรำบุญทั้งไงตีทั้งไงนี้ทั้งไงตีภัยบรมปีจึงมีกระโบจีทั้งไงตีสามสักมวยคายแมกราแต่จีทั้งไงดับปรำเกิดปปะเฮดคือลงจากครูบาลเล็กลางหายพยมเวกานาธรรมพิบก็มันบานเลิกเรื่องราวไออัตนัยคลำซาจอบแต่ตรงหนึ่งมีกระโบจีตีไอสมบูรณ์โอนงานต่างออกกรุบนี้นะโอนามันงัดประหยัดสลับเตอการจีจามการจีระโลกการจีสัตว์มากายสไลและสารมคานกีนะการจีคลายสลับแต่เมื่อเนี่ยนาสลับไอ้คลายสลับมายุ่มไอ้ประหยัดนะประหยัดใหญ่เจริญหัวหายรำคาญดังเนี่ยเด็ดตีจุดมาพิมพ์หนึ่งเลิกล้างจอบเตะตรงหนึ่งกิจได้ยืนเติมปรารบมีกับบูชีชนำนี้นึกนงวัดประสาทสระกอนดาพิจ้าจีประกอบได้สมัยดองจีนิจการริงรัวชนำตายแต่ปรารบพิธีบอลมีกับบูชีมันได้คานไอชนำม้วนคือเรียบจอมดังไฮจีกบวนจีพายtừ cào vọt từ tì rùm sọc tì rùm khai hốt đo sọc cột vào đây đo lại cho nam đi nông ca hạ ca bị xa nông niệm thana đặc nông vót đòi miền bong cừu Brahma tham lăng ca rau chan se chốn chi bị cừu cha đi ca nông vót cái đôi chi ca cả sóng nông vót đằng ó cái ban sơ sơ khi chị ai cách chắn dương nương riêng bọn bị cái bôi chí này khăn nông ở vặt vọt dương bên này thà riêng trong có buôn đằng hai ấy tận này khăn nông vọt ọt bà này riêng trong đằng hai tập tay buôn là chana từ hàng cài vọt đôi chi chana môn ti đầm bay dương bắt đầu bà để giải cá khăn nông cài riêng trong có đôi chi bên son nơi ai cả xa con đông môi chnam cứ dương từ đầu tại miền phim phần mặt sắm con đông ca chăn bật đất ở chana bon vào bay ni sasana ở xong chỉ môi nâng cún đầm lái là bỏ ra sama samput ở tham lơ oti ho thà xong bay tại pon chia sơ sao nó sơ chăng oti ho thà chăn ní pon riêngอายุดับปรำชนำไอ้เมียนกะเอาทำไมเปียดับปีชนำกระยิงโจกองวิ่งมันเมนเปียกเอาเราได้เลยเลยยิงเตาพลักดูขาเอาตรงเมียยิงยิงทมยิงมุนยิงทอดยิงมุนยิงตื้ออย่างนางไม่การเรียบจอมการมาทีบอลตำเนียมตำรวจบทไปนี้ขนมบทศาสนาก็ยังนู่นได้
គឺយើងត្រូវតែមានភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតក៏ប៉ុន្តែយើងមិនឲ្យប្រះចាកជាមួយនឹងក្រមសីលធម៌និងបនកុសលទេយើងរៀបឲ្យសមជាមួយនឹងគុណតម្លៃសមនឹងសមត្ថភាពដែលយើងមានដូចនៅក្នុងទឹកដីវត្តប្រាសាទស្រះកណ្ដាលខ្ចាស់គឺមានធនធានគ្រប់បែបយ៉ាងទាំងធនធានចំណេះដឹងគឺមានគ្រប់ផ្នែកហើយក្នុងនោះគ្រប់ផ្នែកទៀតសោតគឺស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់ព្រះអង្គគ្រូព្រះមហាធម្មលង្ការោច័ន្ទសុជនដោយព្រះអង្គគ្រូសច្ចរកតោសិនសុជុំព្រះអង្គគ្រូសុឆ្វេងលោកមានទទួលបន្ទុកណាមួយផ្នែកផ្សេងទៅពីព្រះអង្គគ្រូពុទ្ធិរិហុលលោកមានបន្ទុកទទួលកិច្ចការងារក្នុងវត្តមួយផ្នែកហើយសម្រាប់គណៈធម្មភាពមានមួយផ្នែកជាងទៅជាងធនធាននៃចំណេះដឹងក៏ដូចជាធនធានមនុស្សយើងមានគ្រប់ពេលដែលយើងមានគ្រប់យើងយកមកប្រើឲ្យសមគោលការណ៍សម័យកាលហៅថាទំនើបណាសកលភាវូបនិយកម្មហ្នឹងគឺតាមសម័យកាលដែលគេជឿនលឿនដោយប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងក៏ត្រូវរៀបចំយ៉ាងណាត្រូវចិត្តចង់ឲ្យបន្សល់នៅឯកសារជាប្រវត្តិសាស្ត្រសម្រាប់ទឹកដីវត្តប្រាសាទស្រះកណ្ដាលកាចាស់ក៏ដូចជាទឹកដីស្រុកមនិតព្រះក៏ដូចជាទឹកដីក្នុងខេត្តបន្ទាយមានជ័យដើម្បីយើងបានបង្ហាញដល់មនុស្សសកលលោកថាវត្តអារាមគឺជាខ្នាលជាខឿននៃវប្បធម៌បណ្ដុះធនធានចំណេះដឹងអ្វីដែលសំខាន់នោះគឺយើងមានរៀបចំដោយបងប្អូនមកដល់ទឹកដីវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ប្លែកអត់បងប្អូនដូចអ្នកនៅខាងឈ្នួលមកដល់នេះប្លែកទេបើចង់ណាត់គ្នាអីមិនបាក់ទៅសួនស្នេហ៍ទេណាត់គ្នាមកថ្វាយបង្គំពុទ្ធស្ថាននៅទីនេះបានបន់ច្រានជាងបងប្អូនណាត់គ្នាទៅសួនស្នេហ៍អស់លុយណាត់គ្នាទៅសួនវិមានស្បូវអស់លុយវិមានរៀមក៏អស់លុយគោលឋានក៏អស់លុយមកដល់ខ្ចាតអស់លុយទេបានបន់ទៀតមកថ្វាយបង្គំពុទ្ធស្ថានដឹកនាំគ្នាមួយក្រុមអញ្ចឹងទៅមកបូជាផ្កាអីបានបនកសលមិនអស់លុយទេតែបានបន់ហ្នឹងហើយហើយទិដ្ឋភាពគឺប្រកបដោយថាពណ៌បៃតងស្រស់បំព្រងមានរុក្ខជាតិហ្នឹងខៀវស្រស់បំព្រងហើយសមនឹងការរៀបចំវត្តក្នុងនោះគឺក្រោមការដឹកនាំដោយឆ្លៀសរបស់លោកម្ចាស់គ្រូធ្វើត្បិតតែព្រះអង្គគ្រូទៀបណាទៀបមែនប៉ុន្តែទៀបតែមៀតទេប៉ុន្តែជំនាញវិជ្ជាជីវៈទស្សនវិជ្ជាអត់ទៀបទេណាបងប្អូនហើយជឿនអាត្មានឹងបដោតសំខាន់ជាមួយនឹងក្នុងការរៀបចំដោយរយៈកាលប្រហែលថ្ងៃនេះគឺក្រុមព្រះសង្ឃទាំងអស់ក្នុងវត្តគឺលោកគណៈក្នុងការរៀបចំដើម្បីទទួលមិគបូជានៅក្នុងឆ្នាំនេះសម្រាប់វត្តប្រាសាទស្រះកណ្ដាលខ្ចាស់ឃុំបុស្បូវស្រុកប្រណិតព្រះខេត្តបន្ទាយមានជ័យនឹងមានពិធីក្នុងការរៀបក្បួនដង្ហែអមដំណើរនៃផែនតម្កល់នៅព្រះបរមសារីរិកធាតុរបស់ព្រះអរហន្តសម្មាសម្ពុទ្ធនឹងមានដូចខាងក្រោមហើយចឹងបងប្អូនទាំងអស់ចាំថាពេលដែលបងប្អូនចូលរួមបងប្អូនស្ថិតនៅក្នុងផែនណាហើយឈរលេខរៀងទីប៉ុន្មានណានៅក្នុងការរៀបចំនេះបើនិយាយអំពីក្បួនដង្ហែយើងសរុបទាំងអស់មាន7ផែនរំហែគឺមាន7ផែនក្នុងនោះគឺបងប្អូនសិស្សានុសិស្សដែលនៅវិទ្យាល័យឈ្នួលមានជ័យគឺត្រូវស្លៀកពាក់ឯកសណ្ឋានសិស្សណាអាវសសម្ពត់បត់ឬក៏សម្ពត់លាតសម្ពត់អីក៏បានដែរឈរលេខរៀងក្បួនផែនទី1ដៃកាន់ទង់ជាតិណាដៃកាន់ទង់ជាតិសម្រាប់បងប្អូនសិស្សានុសិស្សនៅសាលាវិទ្យាល័យឈ្នួលមានជ័យក៏ប៉ុន្តែ
ដោយគិតទៅថាថ្ងៃនោះញាតិញោមចូលរួមច្រើនសិស្សសានសិស្សច្រើនដើម្បីកុំឲ្យពិបាកក្នុងការរៀបចំក្បួនគឺសម្រាប់យកតែសិស្សសានសិស្សប្រមាណ30នាក់30នាក់សម្រាប់វិទ្យាល័យឈ្នួលមានជ័យដើម្បីចូលរៀបក្បួនដំណើរណារៀបក្បួនដំណើរដើរយ៉ាងម៉េចឲ្យសមបងប្អូនដែលធ្លាប់ឃើញក្រុមកាយរដ្ឋឬក៏គេធ្វើពិធីបន់ធំធំប្រពៃណីជាតិដោយព្រះអង្គគ្រូលើកឡើងការចូលវៀងចូលអីមានដែរឃើញគេដើរទេគឺគេដើរប្រកបដោយថាចរិយាមាយាទល្អអត់មែនដើរទាត់គ្នាឬក៏បលែងគ្នាទេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវចូលរួមក្នុងការក្បួនដង្ហែគឺសូមជ្រើសរើសតែត្រឹមតែ30នាក់ដើម្បីរៀបក្បួនទៅឲ្យល្អហើយសល់ប៉ុន្មានយើងចូលរួមធម្មតាតែចង់បដោតថាយើងយក30នាក់នេះធ្វើជាក្បួនហើយតិចទៀតនឹងផ្ដល់ឲ្យអង្គគ្រូពុទ្ធរិហុលលោករៀបចំជ្រើសរើសទៅដោយសារលោកស្និទ្ធស្នាលជាមួយសិស្សហើយអាចស្គាល់សិស្សណាមានចរិយាមារយាទល្អអីអាចយកបាននឹងសម្រាប់បងប្អូនសិស្សវិទ្យាល័យឈ្នួលមានជ័យយើងត្រូវការ30នាក់ហើយផែនទី2ហ្នឹងគឺសិស្សសាលាបងប្អូនក្មេងៗដែលមកសិក្សាក្នុងវត្តរាល់ថ្ងៃក៏យើងត្រូវការយក30នាក់ដែរណា30នាក់ហ្នឹងគឺស្លៀកពាក់សដែលស្លៀកពាក់ឯកសណ្ឋានរបស់វត្តដៃកាន់ទង់សាសនាចំនួនទាំង30នាក់នឹងផែនទី2ផែនទី3គឺតម្រូវឲ្យប្រសង់វត្តប្រាសាទស្រះកណ្ដាលខ្ចាស់ចូលរួមជាផែនទី3ក្នុងផែនមួយប្រមាណជា70អង្គព្រោះវត្តយើងមាន173អង្គជាងអាចត្រឹមផែនមួយត្រឹម80អង្គណាក្នុងផែនមួយហ្នឹងប្រសង់ចូលរួមផែនខាងមុខឡានតម្កល់បុស្បុកគឺ80អង្គដៃកាន់គ្រឿងសក្ការៈគ្រប់អង្គទាំងអស់នឹងផែនទី3សម្រាប់ប្រសង់ហើយផែនទី4គឺផែនបុស្បុកយើងនឹងរៀបចំរចនាដោយចិត្តចង់ក្នុងការតុបតែងបុស្បុកតម្កល់នៅព្រះបរមធាតុដោយបងប្អូនមកមិញឃើញហើយលោកម្ចាស់ក្រុមការងារលោកកំពុងតែរៀបចំលាបពណ៌ផាត់ពណ៌នៅបុស្បុកឡើងវិញដើម្បីរៀបឲ្យចិត្តចង់បង្ហាញស្នាដៃថាប្រសង់វត្តប្រាសាទស្រះកណ្ដាលខ្ចាស់គឺអ្វីក៏ចេះដែរអញ្ចឹងបានលោកគ្រូពលីហោលោកលើកខាងដើមថាម៉េចបានប្រសង់មិនខុសទេណាបានប្រសង់មិនខុសទេមិនបានយកធ្វើអីទេណាបានមានថាចិត្តមករាប់អានប្រសង់មិនខុសទេហ្នឹងហើយរាប់អានប្រសង់មិនខុសទេមិនបានរឿងអីផ្សេងទេហ្នឹងហើយហ្នឹងសម្រាប់ផែនទី4យើងនឹងប្រចិត្តចង់ក្នុងការរៀបចំរចនាឡានតម្កល់បុស្បុកឲ្យល្អគុណល្អមើលហើយជាទីជ្រះថ្លានៃពុទ្ធបរិស័ទក្រុមមជ្ឈដ្ឋានសម្រាប់ផែនទី5គឺក្រុមប្រសង់ដដែលក្នុងការកាន់នៅការផ្ងីគ្រឿងសក្ការៈគ្រប់អង្គទាំងអស់ត្រៀមជើងពៀនហើយ160ជើងពៀនដាក់ផ្កាសម្រាប់បូជាថ្ងៃមេកបូជាហ្នឹងហើយដូចហែចំនួនណាប៉ុន្តែហែចំនួនដូចអត់ដូររៀបឲ្យលើសហែចំនួនហ្នឹងហើយបន្តមកផែនទី6ផែនទី6នេះគឺតម្រូវឲ្យក្រមមន្ត្រីរាជការអាចមានអភិបាលស្រុកប្រសិនជាអាចប្រហែលជាអភិបាលខេត្តបងគ្រូចារិកាលោកតំណទៅអភិបាលខេត្តចូលរួមដែរអញ្ចឹងប្រហែលជាមានវត្តមានរបស់អភិបាលខេត្តអភិបាលស្រុកថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យរួមជាមួយនឹងលោកគ្រូអ្នកគ្រូណាតាមបណ្ដាសាលាដែលនឹងត្រូវប្រស្រ័យទំនាក់ទំនងទៅនោះសម្រាប់ផែនទី6ផែនចុងក្រោយគឺផែនទី7គឺតម្រូវឲ្យពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមគ្រប់ស្រុកគ្រប់
ទីកន្លែងទាំងអស់នឹងឈរនៅផែនទី7រួមជាមួយនឹងបងប្អូនសិស្សានុសិស្សទាំងសាលាបឋមសិក្សានៅជិតវត្តក៏ដូចជាសាលាវិទ្យាល័យឈ្នុំមានជ័យនឹងចូលរួមផែនទី7នឹងដែលយើងត្រូវរៀបចំក្បួនដង្ហែហើយសូមពិតថាវរៈនៃកម្មវិធីដង្ហែសូមពិតបងប្អូនថាឲ្យបងប្អូនមកដល់វត្តមុនម៉ោង2មុនម៉ោង2សូមមានវត្តមានទាំងអស់មកដល់វត្តជាពិសេសបងប្អូនដែលស្ថិតនៅក្នុងក្បួនដង្ហែទាំង30រូបអញ្ចឹងតិចទៀតឲ្យបងគ្រូពុទ្ធអរិហុលលោករៀបចំបង្ហាត់របៀបដើរយ៉ាងណាទៅដោយសារខ្ញុំគណៈអាត្មាភាពជាប់កិច្ចការងារត្រូវរៀបចំកន្លែងផ្សេងទៀតដែលมันអាចមកជួយមើលបានអញ្ចឹងបុគ្គលកម្មវិធីក្នុងការរៀបចំបង្ហាត់ក្មេងៗឲ្យចេះដើរតាមរបៀបហ្នឹងគឺបុគ្គលឲ្យបងគ្រូពុទ្ធអរិហុលដាច់អត់អាត្មាភាពហ្នឹងអត់បានមកលោកដៃទេព្រោះការងារនៅរៀបចំផ្សេងទៀតអត់ទាន់ហើយអញ្ចឹងធ្វើម៉េចរៀបឲ្យល្អហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលចំណុះជើងវត្តប្រាសាទស្រះកណ្ដាលដែលទៅសិក្សានៅវិទ្យាល័យឈ្មោះមានជ័យក្តីក៏ដូចជាបងប្អូនដែលមកពីខាងឈ្មោះមានជ័យក្តីនឹងមាននៅឆន្ទៈវិរិយៈក្នុងការចូលរួមមិគបូជាប្រចាំឆ្នាំនៃវត្តប្រាសាទស្រះកណ្ដាលឆ្នាំនេះប្រកបដោយក្រមសីលធម៌សេចក្តីថ្លៃថ្នូរមាននៅយោនសាមនសិកាជ្រះថ្លាជាមួយនឹងមហាកុសលដែលរៀបចំឡើងដោយថ្នាក់ដឹកនាំមានលោកចាស់គ្រូព្រះមហាធម្មលង្ការោច័ន្ទសុជនជាដើមទៅតាមសេចក្តីជ្រះថ្លារៀងខ្លួនរបស់បងប្អូនទាំងអស់គ្រប់គ្នានឹងខ្ញុំគណៈអាត្មាភាពចូលរួមប្រមាណប៉ុណ្នេះទេហើយការបង្ហាត់បង្រៀនដើរយ៉ាងណានោះបុគ្គលឲ្យបងគ្រូសូមអរគុណបងគ្រូពេជ្រសិរិនបានលើកឡើងតកតងទៅនឹងវិរិយនៃកម្មវិធីដែលត្រូវចូលរួមហើយសង្ឃឹមថាបងប្អូននឹងទទួលបានព័ត៌មានគ្រប់អស់ជ្រុងជ្រោយហើយបន្តិចទៀតយើងនឹងធ្វើការវឹកហាត់ឥឡូវជាកិច្ចបន្តអរតនីបងគ្រូសេចក្តីកតោសន្តិជុំដើម្បីដាក់បានមួយបទទៀតផ្លាស់ប្ដូរបរិយាកាសមិនមែនច្រៀងណាស្មូតសូមអនុមោទនីហើយបន្តទៀតគឺឃើញថាបងប្អូនជាសិស្សានុសិស្សហើយក៏នឹងចង់រៀបរាប់អំពីគុណម៉ែឪណាហើយយើងស្ដាប់បទនេះហើយក៏នឹងបានម៉ែឪអីថាបន្តិចបន្តួចអីកុំខឹងនឹងគាត់ណាក្រែងមានបាបមានប្រកម្មជាមួយនឹងម៉ែឪយើងណាដូច្នេះសូមស្ដាប់បទភូមិធម៌ភូមិសុខដោយមានខ្លឹមសារទាំងស្រុងដូចតទៅអើយសូមអនុមោទនីភូមិធម៌ភូមិសុខភូមិបនទៅមុខអើយកូនរកមិនត្រូវមិនស្ដាប់វាចាងអើយទេសនាម៉ែតែងចង់អល់ផ្លូវប្រាប់កូនប្រុសស្រីតែកូនមិនដឹងច្រើនណាស់តែខឹងអើយនឹងម៉ែឪស្ដីតាម
ពិតគួរស្ដាប់សូរស័ព្ទសំដីលោកហើយក៏បីគោរពបូជាដោយស្ដាប់ព្រះសង្ឃលំអត់អន់អង្គបង្គំបនទីព្រះពុទ្ធដាក់ក្បួនប្រឈួននាមីឈ្មោះថាពពីចាគ្រូខាងដើមជាច្បាប់ទូលមី កូនចៅគ្រប់ប្រាណអើយឲ្យបានយ៉ាងឆ្នើមកុំអោយដើរលេងជាលបែងគេខ្ពើមកុំអោយរវើសបាយជ្រុលពេលយប់ប្រលប់មើលការឲ្យគ្រប់មើលទុកដាក់ហើយដេហើយក្រកពីព្រឹកខំប្រឹងទូលរែងកុំអោយទោះភ្នែកអ្នកផងទាំងឡាយមើលគេអ្នកមានគេមិនអត់ឃ្លានអើយមានការប្រាក់ចាយព្រោះគេបានស្ដាប់ច្បាប់ឪពុកម្ដាយគេតែងសប្បាយនាលោកនេះហងសូមអនុមោទនា ដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសែនបានសោកទៅអង្គសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសាក្យមុនីសម្ពុនទ្រង់ត្រាថាណដ្ឋិសន្តិបរាំងសុខាំងពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយ